បាទយើងទាំងអស់គ្នាកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងនាំអារម្មណ៍អ្នកនរគ្នាទៅស្ដាប់ប្រិយមិត្តរបស់យើងគាត់ចែកម្លែកតាមរយៈ Telegram ត្រូវអូខេ3 2 1សួស្តីបងថ្ងៃនេះខ្ញុំមានរឿងថ្មីយកមកនិយាយហើយសម្រាប់រឿងថ្មីនេះដែរគឺអត់នៅប្រទេសខ្មែរទេសាច់រឿងនេះគឺនៅប្រទេសម៉ាឡេស៊ីហើយសាច់រឿងនេះដែរខ្ញុំសូមដាក់ចំណងជើងរឿងថាផ្ទះជួលមួយខែ 50,000 រឿងហ្នឹងគឺកើតឡើងកំឡុងឆ្នាំ2011ពេលហ្នឹងគឺខ្ញុំបានឡើងមកនេះមករស់នៅហើយមកហ៊ានអញ្ចឹងនៅពេលដែលខ្ញុំមកហ៊ាននៅនេះខ្ញុំបានជួបមិត្តភ័ក្តិដែលគាត់ជនជាតិនេះអញ្ចឹងគាត់បាននិយាយប្រាប់ខ្ញុំសាច់រឿងនេះគឺជាសាច់រឿងរបស់បងប្រុសគាត់ពេលហ្នឹងបងប្រុសគាត់ជាមួយនឹងមិត្តភ័ក្តិផ្សេងទៀត4នាក់គាត់បានឡើងពីខេត្តមកហ៊ានបន្តនៅឯទីក្រុងគាត់បានចប់ជាមួយនៅវិទ្យាល័យបើថាបន្តមករៀននៅសាកលវិទ្យាល័យនៅនេះនៅទីក្រុងអញ្ចឹងជាធម្មតានៅនេះក្នុងសាកលវិទ្យាល័យនីមួយៗវាតែងតែមាន hostel សម្រាប់ឲ្យសិស្សគាត់មកស្នាក់នៅប៉ុន្តែកំឡុងពេលហ្នឹងគឺពេលដែលគាត់មកហ្នឹងគឺនៅ hostel នៅក្នុងសាកលវិទ្យាល័យហ្នឹងគឺអស់ហើយមិនថាអស់បន្ទប់អញ្ចឹងគឺតម្រូវឲ្យពួកគាត់ហ្នឹងត្រូវស្វែងរកផ្ទះជួលនៅខាងក្រៅអញ្ចឹងថ្ងៃមួយពួកគាត់ហ្នឹងក៏បានស្វែងរកផ្ទះជួលនៅម្ដុំនឹងសាកលវិទ្យាល័យដែលគាត់ត្រូវរៀនហ្នឹងគាត់រកទៅតាមអ៊ីនធឺណិតផងគាត់ស្វែងរកទៅថាដូចជិះដើររកមើលផងអញ្ចឹងណាអញ្ចឹងថ្ងៃមួយក៏គាត់បានជិះកាត់ផ្ទះមួយដែលផ្ទះហ្នឹងថាជានៅអត់ឆ្ងាយទេពីសាលាដែលគាត់ត្រូវរៀនហ្នឹងហើយផ្ទះហ្នឹងជាប្រភេទផ្ទះមាន2ជាន់ជាលក្ខណៈបែបព្រៀងផ្ទះបើសិនមកជានៅខ្មែរគេអាចហៅថាផ្ទះរបៀបដូចវិឡាកូនកាត់អញ្ចឹងណាដែលមានផ្ទះ2ជាន់ហើយមាន5ដូចជាមាន3បន្ទប់គេងក្នុងផ្ទះហ្នឹងណាអញ្ចឹងពេលហ្នឹងនៅពេលដែលគាត់បានឃើញផ្ទះហ្នឹងរៀងសមរម្យដែរទីតាំងអីក៏នៅជិតសាលាដែរហើយក៏ធំសម្រាប់ពួកគាត់គ្នា5-6នាក់ហ្នឹងដែរអញ្ចឹងក៏គាត់បានតាក់ទងទៅម្ចាស់ផ្ទះពេលហ្នឹងម្ចាស់ផ្ទះក៏មកជួបគាត់អញ្ចឹងដើម្បីប្រាប់គាត់ពីតម្លៃពីអីចឹងទៅអញ្ចឹងពេលហ្នឹងម្ចាស់ផ្ទះគាត់បានមកក៏គាត់បានប្រាប់ពួកគាត់ថាសម្រាប់ផ្ទះនេះគឺបានមានអ្នកជួលនៅមួយរយៈហើយអញ្ចឹងគាត់ជួលតម្លៃធូរថ្លៃសម្រាប់សិស្សសាលាដែលគាត់ឡើងមករៀនអញ្ចឹងណាក៏ខាងពួកគាត់ហ្នឹងក៏សួរថាអញ្ចឹងក្នុងការជួលហ្នឹងតើអ្នកមីងគិតតម្លៃប៉ុន្មាននៅក្នុងការជួលផ្ទះហ្នឹងអញ្ចឹងក៏គាត់បានប្រាប់ថាសម្រាប់ផ្ទះនេះគឺក្នុងមួយខែគឺគាត់គិតត្រឹមតែ50 ringgit 50 ringgit ដល់ប្រៀបធៀបជាមួយនឹងលុយខ្មែរទៅល្បាក់ 50,000 ហើយផ្ទះហ្នឹងគឺធំមែនតើអញ្ចឹងម្នាក់ក៏រៀងភ្ញាក់ផ្អើលដែរថាមិនបានផ្ទះរហូតដល់ថ្នាក់វិឡាទឿហើយហេតុអីបានត្រូវជួលតាមមួយខែ 50,000 អញ្ចឹងអញ្ចឹងគាត់ថាដោយសារតែទី1គាត់នឹកឃើញថាពួកគាត់ហ្នឹងសិតតែជាសិស្សឡើងមករៀនហើយផ្ទះហ្នឹងក៏គាត់ទុកចោលអញ្ចឹងក៏គាត់គិតថាឲ្យមកនៅទៅដោយសារបាននៅជួយមើលថែផ្ទះគាត់ផងហើយដល់ពេលហ្នឹងក៏ពួក5-6នាក់ហ្នឹងពិភាក្សាគ្នាថាតើនៅក្នុងការចូលនៅហ្នឹងត្រូវការ deposit អត់អញ្ចឹងក៏មីងម្ចាស់ផ្ទះក៏គាត់ប្រាប់ថាសម្រាប់ផ្ទះនេះមិនបាច់ deposit ទេចាំបង់លុយនៅខែទី2អញ្ចឹងបានន័យថាគាត់ចូលមកនៅមុនដំបូងក្នុងខែទី1ហ្នឹងគឺម្ចាស់ផ្ទះហ្នឹងគឺគេអត់គិតប្រាក់ទេបានន័យថាគឺ free ហ្មងអញ្ចឹងគាត់បង់លុយដំបូងហ្នឹងគឺនៅខែទី2មកក៏ពួកគាត់សម្រេចថាជួលផ្ទះហ្នឹងអញ្ចឹងសម្រាប់លក្ខខណ្ឌនៅក្នុងការចូលមកនៅផ្ទះហ្នឹងម្ចាស់ផ្ទះគឺគាត់អត់មានតម្រូវឲ្យធ្វើឯកសារអីច្រើនទេគាត់ប្រាប់ថានៅក្នុងផ្ទះនេះគាត់មានសម្ភារៈខ្លះហើយដូចជាទូខែអីចឹងទៅគាត់អាចចូលមករស់នៅបានហ្មងមិនបាច់យកសម្ភារៈមកច្រើនពេកទេហើយគឺគាត់ផ្ដាំមួយទៀតចូលមកនៅផ្ទះជួលគាត់យកតែកៅអៅមកបានហើយមិនបាច់យកសម្ភារៈអីទេខ្លាចលំបាកនៅពេលដែលរើចេញវិញទាំង5-6នាក់ហ្នឹងក៏អត់បានចាប់អារម្មណ៍ទៅអ្វីដែលគាត់បានម្ចាស់ផ្ទះបានប្រាប់ដែរ
គិតថាម្ចាស់ផ្ទះនៅទៅគាត់មានអាវ៉ាន់គ្រប់គ្រាន់ណាស់សម្រាប់ក្នុងការនៅអញ្ចឹងក៏គេមិនចង់ឲ្យថាយើងយកអាវ៉ាន់ទៅផ្ទះគេច្រើនអញ្ចឹងណាអូខេអញ្ចឹងចូលមកដល់ថ្ងៃទី1នៃការរើចូលទៅនៅផ្ទះហ្នឹងសម្រាប់ថ្ងៃទី1ក្នុងការចូលទៅនៅផ្ទះហ្នឹងគឺអត់មានអ្វីកាត់ឡើងទេពួកគាត់ទាំងអស់គ្នាហ្នឹងគឺឡើងតែរវល់រៀបចំផ្ទះមកសម្អាតផ្ទះព្រោះផ្ទះទុកចោលយូរអញ្ចឹងហើយនៅជិតផ្ទះហ្នឹងវាមានដើមឈើមួយធំដែលមែកឈើហ្នឹងវាឆ្លងចូលមកក្នុងផ្ទះអញ្ចឹងណាក៏តម្រូវពួកគាត់ហ្នឹងកាត់មែកឈើទាំងអស់ហ្នឹងដើម្បីសម្អាតកុំឲ្យថាមានមែកឈើចូលមកនៅក្នុងផ្ទះនៅក្នុងថ្ងៃទី1ហ្នឹងគឺអត់មានអ្វីកើតឡើងទេប៉ុន្តែរឿងបានកើតឡើងនៅក្នុងថ្ងៃទី2ហើយថ្ងៃទី2ហ្នឹងក៏អត់យូរដែរគឺកើតឡើងពេលព្រឹកតែហ្មងនៅព្រឹកថ្ងៃទី2គឺមានមិត្តភក្តិគាត់ម្នាក់នៅក្នុងចំណោម 5-6 នាក់ហ្នឹងគឺគាត់ងើបពីព្រលឹមហ្មងដើម្បីបាត់ជើងដោយសារគាត់ចុកពោះអញ្ចឹងណាផ្ទះហ្នឹងគេមានបន្ទប់ទឹកខាងលើមួយខាងក្រោមមួយតែដោយសារតែបន្ទប់ទឹកខាងលើហ្នឹងគឺខូចអត់អាចប្រើប្រាស់បានទេអញ្ចឹងគឺគាត់ត្រូវចុះមកបន្ទប់ទឹកខាងក្រោមអញ្ចឹងនៅពេលដែលគាត់ចុះមកបន្ទប់ទឹកខាងក្រោមហ្នឹងគាត់ឃើញទ្វារហ្នឹងចាក់សោអញ្ចឹងបានថាគាត់គិតថាមានមនុស្សនៅក្នុងបន្ទប់ទឹកហ្នឹងអញ្ចឹងណាក៏គាត់ឈរចាំនៅពីខាងក្រៅគាត់គោះទ្វារហើយគោះទៀតគាត់ឈរចាំមិនបានស្ទុះដែរចុកពោះហ៎គាត់ចាំហើយចាំទៀតគាត់នៅតែអត់បើកទ្វារក៏គាត់របៀបថាឡូឡាអញ្ចឹងណាដើម្បីបើកទ្វារបន្ទប់ទឹកហ្នឹងទៅគាត់បញ្ញាប់ចូលដោយថាគាត់ចុកពោះសំឡេងគាត់ហ្នឹងអាចគឺធ្វើឲ្យមកផ្ទះហ្នឹងផ្អើលទាំងអស់មិត្តភក្តិគាត់ទាំងអស់ហ្នឹងឮសំឡេងគាត់ដល់នេះចុះមកក្រោមដល់ពេលដែលចុះមកក្រោមហ្នឹងគឺហប់ចំនួនមនុស្សទៅគឺគ្រប់គ្នាអញ្ចឹងណាគេនៅក្នុងបន្ទប់ទឹកអញ្ចឹងក៏មិនទាន់និយាយគ្នាផុតផងឮសំឡេងហ្នឹងចុច flash ទឹកចុចសំឡេងអាចចុចបកុនចុចទៅឲ្យថែមតែបកុនហ្នឹងគឺចាក់សោឲ្យក្នុងហើយអញ្ចឹងម្នាក់ចាប់ផ្ដើមមើលមុខគ្នាថាគ្រប់គ្នានឹងក្រៅទាំងអស់អញ្ចឹងអ្នកណាគេដែលចូលបកុនអញ្ចឹងក៏មួយនៅក្នុងចំណោមមិត្តភក្តិគាត់ហ្នឹងដែលរៀងក្លាហានជាងគេអញ្ចឹងណាក៏ចូលទៅធាក់ទ្វារបន្ទប់ទឹកហ្នឹងអញ្ចឹងនៅពេលដែលធាក់ទ្វារបន្ទប់ទឹកហ្នឹងគឺអត់មានឃើញអីទេប៉ុន្តែសភាពបន្ទប់ទឹកដូចថាមនុស្សទុំចូលទៅថ្មីអញ្ចឹងមានទឹកសើមនៅលើអិតហើយនឹងបកុនហ្នឹងគឺរបៀបថាបែបថាមនុស្សទៅទុំប្រើប្រាស់បកុនហើយអញ្ចឹងណាពេលដែលម្នាក់ឃើញអញ្ចឹងហើយក៏បងមួយចុកពោះហ្នឹងក៏គាត់សម្រេចចិត្តថាគាត់លែងឈប់បន្ទប់ទឹកហ្នឹងមិនថាគាត់លែងឈឺពោះវិញអញ្ចឹងអារឿងដែលកាត់ឡើងផឹកឡើងហ្នឹងក៏រំលងផុតទៅចូលមកដល់ប្រហែលជាល្ងាចឡើងនៅក្នុងចំណោមមិត្តភក្តិគាត់ហ្នឹងមានបងប្រុសមិត្តភក្តិខ្ញុំតាំងឈ្មោះឲ្យគាត់ឈ្មោះបងប៊ីចុះអញ្ចឹងនៅពេលហ្នឹងបងប៊ីហ្នឹងគាត់គេល្ងាចគេយ៉ាងរបៀបថាល្ងាចម៉ោង6-7ល្ងាចគាត់គេងសម្រាកអញ្ចឹងដោយសារតែហត់ពីថ្ងៃទី1មកដល់ថ្ងៃទី2ក៏ហែងហត់សម្អាតទេអញ្ចឹងក៏គាត់គេងនៅក្នុងបន្ទប់ហ្នឹងជាមួយមិត្តភក្តិគាត់មួយទៀតឈ្មោះបងស៊ីអញ្ចឹងបងប៊ីហើយជាមួយបងស៊ីហ្នឹងគឺបានគេងលើខែមួយគ្នាបងប៊ីហ្នឹងកំពុងតែគេងអញ្ចឹងស្រាប់តែមានដូចរៀបដៃមកចាប់នៅកន្លែងចុងជើងគាត់ចាប់ឲ្យគឺទាញមកទំហឹងទម្លាក់គាត់លើខែមកអញ្ចឹងនៅពេលដែលទាញគាត់មកទំហឹងទម្លាក់មកលើខែហ្នឹងគាត់ស្ទុះងើបមកគឺគាត់កន្លែងទៅហៅមើលមិត្តភក្តិគាត់ហ្នឹងបងស៊ីដោយសារគាត់គិតថាមានតែបងស៊ីទេដែលទាញគាត់ស្លាប់លើខែពីព្រោះគេងលើខែមានតែ2នាក់ទេប៉ុន្តែនៅពេលដែលគាត់មកអឺតមើលមិត្តភក្តិគាត់បងស៊ីហ្នឹងកំពុងតែគេងសម្បុកហ្នឹងអញ្ចឹងក៏គាត់គិតថាប្រហែលជាគាត់យល់សប្តិហើយពេលដែលគាត់កំពុងតែគិតថាគាត់យល់សប្តិហ្នឹងគាត់ឮសំឡេងឡូឡានៅខាងក្រោមផ្ទះអញ្ចឹងក៏គាត់បើកទ្វារបន្ទប់គាត់ចេញទៅអឺតមើលនៅខាងក្រោមដល់ពេលដែលគាត់ចេញទៅអឺតមើលហ្នឹងក៏គាត់មើលចុះទៅខាងក្រោមផ្ទះគាត់ឃើញមិត្តភក្តិគាត់ហ្នឹងនៅជុំគ្នាមើលរឿងមើលទូអញ្ចឹងណាពងអាស្រ័យសប្បាយនៅខាងក្រោមហ្នឹងអញ្ចឹងគាត់ទៅហើយទៅគេពងមើលរឿងអញ្ចឹងគាត់ដើរចូលបន្ទប់វិញស្រាប់តែកំឡុងពេលដែលគាត់ដើរចូលមកបន្ទប់វិញហ្នឹងគាត់ភ្ញាក់ខ្លួនព្រឺតគាត់ថាមុនហ្នឹងគឺគាត់បានឃើញបងស៊ីនៅខាងក្រោមកំពុងតែមើលទូគាត់បកមកក្រោយវិញដើរមកជំហានថយក្រោយវិញជាងពីបន្ទប់គាត់សួរគាត់ថាចុះបើបងស៊ីកំពុងតែមើលទូនៅខាងក្រោមតើអ្នកណាគេដែលគេនៅចិត្តគាត់មុនហ្នឹងវិញពេលហ្នឹងក៏គាត់ដល់ស្វៀចូលបន្ទប់ដើម្បីឲ្យអស់ចម្ងល់ណានៅពេលដែលគាត់ចូលបន្ទប់គឺគាត់ឃើញមានខ្នងមនុស្សគេបាយខ្នងមើលគាត់មើលពីចូលបន្ទប់ទៅគាត់ឃើញមានខ្នងមនុស្សក្រោកភួយអញ្ចឹងនៅកំឡុងពេលហ្នឹងគាត់ថាគាត់បន្ថយទៅបើកមើលដើម្បីចង់ confirm ថាអ្នកណាគេនៅពេលដែលគាត់ដើរសឹមទៅទាញភួយមកមើលគឺឃើញសក់សពងហ្មងណាមនុស្សស្រីសក់សពងគេបាយខ្នងមកគ្រាន់តែគាត់
ឃើញអញ្ចឹងហើយភ្លាមគឺអត់ចាំទេគឺរត់ចេញពីបន្ទប់ចុះមកក្រោមនៅពេលដែលរត់ចេញពីបន្ទប់ចុះមកក្រោមនោះគឺបាត់មិត្តភ័ក្តិអស់លេងតែជាក់ស្ដែងគឺមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នានឹងគឺបានរត់ចេញទៅចាំគាត់នៅខាងក្រៅតាំងពីស្មានណាគឺគាត់ដឹងទេនៅពេលដែលគាត់រត់ចុះក្រោមនោះគឺម្នាក់នៅខាងក្រោមនោះគឺអត់មានអ្នកណានៅខាងក្រោមទាំងអស់អញ្ចឹងនៅពេលដែលគាត់ជុំគ្នានៅខាងក្រៅផ្ទះក៏ពិភាក្សាគ្នាឥឡូវយើងរត់ទៅណាតែសារតែម្នាក់នៅពេលដែលអើអញ្ចឹងគឺរត់ចេញក្រៅទាំងអស់គ្នារត់ចេញក្រៅទាំងអស់គ្នាអ្នកខ្លះទៀតអត់មានពាក់ស្បែកជើងអ្នកខ្លះទៀតពាក់សរងវិញចឹងទៅពីព្រោះត្រឡប់ប្រជាជនគាត់នៅនោះពេលនៅផ្ទះចឹងទៅគាត់ពាក់សរងចឹងអត់មានបើជើងអ្វីទាំងអស់អញ្ចឹងម្នាក់សម្រាប់ចិត្តថាឲ្យម្នាក់ឬក៏ពីរនាក់នៅក្នុងចំណោមពួកគាត់នឹងឲ្យចូលទៅក្នុងផ្ទះនឹងវិញដើម្បីយកកាបូបលុយជាមួយនឹងសារម៉ូតូពីព្រោះគឺពេលហ្នឹងលំបាកខ្ទង់ជាម៉ោង10មកដល់10យប់ឯងអញ្ចឹងគឺពួកគាត់អាចចូលទៅនៅបន្ទប់ក្នុងផ្ទះនឹងវិញបានគឺគាត់ត្រូវចេញពីក្នុងផ្ទះនឹងវិញឯងអញ្ចឹងក៏មានមិត្តភក្តិគាត់ម្នាក់ឬក៏ពីរនាក់នឹងក៏សម្រេចចិត្តចូលទៅក្នុងផ្ទះនឹងវិញដើម្បីយកសារម៉ូតូហើយជាមួយនឹងកាបូបលុយនៅពេលដែលពួកគាត់យកបានជាមួយនឹងសារម៉ូតូកាបូបលុយហើយក៏គាត់សម្រេចចិត្តថាទៅរកហាងដើម្បីអង្គុយញ៉ាំអីសិនទៅពីព្រោះអីសម្រាប់នៅនេះមានហាងបែបហាងឥណ្ឌាគេបើក24ម៉ោងអញ្ចឹងណាដូចជាហាងអាហារដ្ឋានគេចង់បើក24ម៉ោងអញ្ចឹងនៅម្ដុំគាត់នឹងគឺមានតែកន្លែងហ្នឹងទេដែលបើក24ម៉ោងដែលអាចថាគាត់អាចអង្គុយនៅនឹងបានរហូតដល់ភ្លឺអញ្ចឹងនៅពេលដែលពួកគាត់មកអង្គុយជុំគ្នានៅលើតុនៅពេលហ្នឹងម្នាក់ក៏សម្រួលអារម្មណ៍អញ្ចឹងណាក៏សម្រួលអារម្មណ៍អញ្ចឹងក្នុងចំណោមគាត់ទាំងអស់គ្នាហ្នឹងក៏ចាប់ផ្ដើមបើកសាច់រឿងនិយាយម្នាក់ថាតើមានរឿងអីខ្លះកើតឡើងអញ្ចឹងអ្នកទី1គឺបងដែលគាត់គេងនៅក្នុងបន្ទប់បងប៊ីអ្នកទី1ហ្នឹងគឺបងប៊ីដែលគាត់លើកសាច់រឿងខ្ញុំនិយាយអញ្ចឹងសាច់រឿងរបស់គាត់គឺដូចអ្វីដែលខ្ញុំនិយាយពីដើមអញ្ចឹងថាគាត់គេងមានអ្នកទាញជើងហើយបន្ទាប់មកក៏គាត់រត់ចេញមកខាងក្រៅលើសំឡេងមកពាក់គាត់ទាំងអស់គ្នានឹងកំពុងអង្គុយមើលទូអញ្ចឹងទៅរៀបរាប់អញ្ចឹងទៅមកដល់ចំណុចដែលគាត់និយាយថាគាត់អឺតពីលើផ្ទះមកឃើញពួកគាត់ជុំគ្នាមើលទូហ្នឹងស្រាប់តែម្នាក់ស្លឹងមកគាត់ពីព្រោះថាពួកគាត់ទាំងអស់គ្នានឹងអត់បានមើលទូទេគឺពួកគាត់នឹងតាំងពីក្បាលល្ងាចគឺរត់ចេញក្រៅតាំងពីក្បាលល្ងាចអត់មានអ្នកណាហ៊ាននៅក្នុងផ្ទះទេហើយក៏អត់មានអ្នកណាហ៊ានចូលមកដាក់គាត់ដែរពីព្រោះអ្នកណារត់ចេញទៅក្រៅទូរស័ព្ទអីក៏អត់បានយកចេញទៅដែរអញ្ចឹងអត់មានអ្នកណាហ៊ានចូលមកហៅគាត់ទេគឺម្នាក់នេះគឺរត់ចេញក្រៅអស់ហើយគឺមានតែគាត់ម្នាក់គត់ដែលគាត់គេងនៅក្នុងបន្ទប់ហ្នឹងគាត់លើចំទៀតគាត់ស្ងាត់មកក៏គាត់អត់ហ៊ានមកទេដែរអញ្ចឹងក៏គាត់សួរគ្នាគាត់ទៀតថាតើមានអ្នកណាជួបរឿងអីទៀតអត់អញ្ចឹងក៏មានមិត្តភក្តិគាត់ផ្សេងទៀតក៏លើសាច់រឿងបាននិយាយថាគាត់បានជួបតាំងតែពីយប់ទី1ប៉ុន្តែគាត់ថាគាត់អត់បានលើកមកនិយាយអត់ហ៊ានមកប្រាប់មិត្តភក្តិអញ្ចឹងយប់ទី1ហ្នឹងគឺនៅពេលយប់តែគាត់រៀបចំផ្ទះហើយគាត់អត់កម្លាំងគាត់មកគេងគាត់លឺសំឡេងចក់អញ្ចឹងគាត់លឺសំឡេងគេយកដុំថ្មគប់មកចក់គប់មកម្ដងជា2ដងគាត់ក៏ធម្មតាគាត់ងើបមើលថាតើអ្នកណាគេគប់ថ្មមកកញ្ចក់ហ្នឹងពេលដែលគាត់ដើរទៅដល់ជិតកញ្ចក់ហ្នឹងគាត់ហ្នឹងគឺបែរទៅចិត្តជាមួយនឹងដើមឈើដែលខ្ញុំប្រាប់មកពីដើមសាច់រឿងមកថាដើមឈើហ្នឹងគឺមានមែកឈើចូលមកខាងក្នុងផ្ទះអញ្ចឹងណាតែដោយសារពួកគាត់កាប់មែកឈើឲ្យអស់ហើយអញ្ចឹងមិនថាមានតែដើមឈើទេដែលទល់ជាមួយនឹងកញ្ចក់ហ្នឹងគាត់នៅពេលដែលគាត់ដើរទៅដល់ពួកអញ្ចឹងគឺគាត់បានឃើញមនុស្សស្រីស្លៀករូបសក់វែងអង្គុយតោងជាមួយនឹងដើមឈើហ្នឹងហើយសន្លឹងមើលមកគាត់នៅពេលដែលគាត់ឃើញអញ្ចឹងគាត់ឃើញចំភ្លាមគឺគាត់លែងហ៊ានគេងក្នុងបន្ទប់ហ្នឹងគាត់រត់ទៅគេងជាមួយនឹងមិត្តភក្តិគាត់មួយទៀតហើយគាត់ក៏អត់មានបាននិយាយប្រាប់សាច់រឿងទៅមិត្តភក្តិគាត់មួយទៀតថាគាត់ជួបអីឃើញអីគឺគាត់អត់និយាយរហូតដល់ព្រឹកតែមានរឿងថាចូលបន្ទប់ទឹកក៏គាត់អត់ហ៊ាននិយាយរហូតមកដល់ល្ងាចតែរត់មកកន្លែងញ៉ាំហ្នឹងបានគាត់ទៅហ៊ានលើកសាច់រឿងខ្ញុំមកនិយាយអញ្ចឹងបានថាគឺបងវិញហ្នឹងគេជួបមុនគេទាំងអស់ហ្មងហើយខ្ញុំតាំងឈ្មោះឲ្យបងហ្នឹងគឺឈ្មោះបងឌីហ្នឹងហើយបន្តមកទៀតចូលមកដល់សាច់រឿងអ្នកទី3បាត់សាច់រឿងខ្ញុំមកនិយាយអញ្ចឹងអ្នកទី3ជួបរឿងអីខ្លះអ្នកទី3គឺអ្នកដែលគាត់រត់ចូលទៅក្នុងផ្ទះមុនហ្នឹងមិញតែគាត់រត់ទៅយកសារម៉ូតូជាមួយនឹងកាបូបលុយនៅពេលដែលគាត់យកបានជាមួយនឹងសារម៉ូតូជាមួយនឹងកាបូបលុយហើយនៅពេលដែលកំឡុងគាត់ចេញមកវិញគាត់ឮសំឡេងកូនក្មេងសើចគាត់មិនអស់ចិត្តគាត់ងាកក្រោយទៅមើលថាតើសំឡេងនឹងចេញមកខាងណាគឺគាត់បានឃើញជាមួយនឹងកូនក្មេងប្រុសនៅលើចដានៅក្នុងផ្ទះហ្នឹងនៅជាន់លើហ្នឹងគឺសើចហើយសន្លឹងមើលមកគាត់ឃើញចឹងភ្លាមគឺអត់មានទៅឈប់មើលទៀតទេគឺរត់ចេញមកខាងក្រៅមកទំហឹងហ្មងគឺលែងចង់ដឹងអីទៀតហើយគឺរត់ចេញមករហូតចេញមកក្រៅហ្នឹងនៅពេលដែលពួកគាត់ទៅជុំគ្នាបើកសាច់រឿងម្ដងម្នាក់ពេលហ្នឹងក៏គាត់ចាប់អារម្មណ៍ថាអញ្ចេះគ្នាគាត់ទាំងអស់សរុប6នាក់នៅកំពុងតែអង្គុយហេតុអីបានគ្នាគាត់បាត់2នាក់
ព្រោះពេលមកដល់មុនដំបូងពងតភ័យផងពងតនេះផងអត់បានចាប់អារម្មណ៍ថាគ្នាបាត់ពីរនាក់ទេគឺអត់បានចាប់អារម្មណ៍ទេគឺឡើងតែភ័យនិយាយគ្នាអញ្ចឹងអត់ចាប់អារម្មណ៍ទេដល់តែពេលនិយាយចែកចាច់រឿងគ្នាម្នាក់មួយឬទី1អ្នកទី2អ្នកទី3អ្នកទី4ស្រាប់ហើយគ្នា6នាក់មិនឃើញតែ4នាក់ចឹង2នាក់ទៀតបាត់ទៅណាអញ្ចឹងក៏នាំយកទូរស័ព្ទទេទៅរកដែលថាបាត់2នាក់ហ្នឹងណាយកទូរស័ព្ទទេទៅចូលទូរស័ព្ទទេទៅចូលក៏សម្រាប់ចិត្តមានតែនៅអង្គុយនៅនឹងរហូតដល់ផឹកហើយចាំពេលព្រឹកចាំទៅរកអញ្ចឹងនេះសម្រាប់ផឹកថ្ងៃទី3ព្រោះថ្ងៃទី3គឺគាត់នឹងអង្គុយនៅកន្លែងហាងអាហារហ្នឹងរហូតដល់ផឹកដល់ខ្ទង់មក6 7ក៏សម្រាប់ចិត្តថាម្នាក់គឺត្រូវទៅត្រឡប់មកផ្ទះវិញពីព្រោះអត់ត្រឡប់មកផ្ទះវិញគឺអត់មានការដោទេអញ្ចឹងក៏នាំគ្នាត្រឡប់មកផ្ទះវិញហើយនឹងជាតាក់ទងទៅមិត្តភក្តិគាត់2នាក់ទៀតដែលបាត់ខ្លួនហ្នឹងអញ្ចឹងសម្រាប់មិត្តភក្តិគាត់2នាក់ទៀតដែលបាត់ខ្លួនមួយនៅក្នុងចំណោមហ្នឹងគឺគាត់ទេទៅអត់ចូលទេប៉ុន្តែមានលេខទូរស័ព្ទចម្លែកទេមកវិញអញ្ចឹងនៅពេលដែលគាត់លើកទៅនិយាយគឺលេខទូរស័ព្ទដែលទេមកវិញហ្នឹងគឺពីខាងទី8បានទេមកប្រាប់ថាម្ចាស់ទូរស័ព្ទបានត្រូវឡានបុកហើយគេសង្គ្រោះយកមកពេទ្យណាកំពុងតែសង្គ្រោះបន្តអញ្ចឹងសូមឲ្យសាច់ញាតិហ្នឹងគឺទៅមើលជនរងគ្រោះនៅទី8អញ្ចឹងម្នាក់នេះភ្ញាក់មិនបានមានរឿងនឹងកាត់ឡើងម្នាក់នៅផ្ទះតាហាក់មានណាគេទៅគូដាក់ចរាចរណ៍ដែរហេតុអីបានមានរឿងកាត់ឡើងអញ្ចឹងក៏ពួកគាត់អត់មានគិតអីច្រើនគាត់ក៏នាំគ្នាហ្នឹងទៅដល់ពេទ្យអញ្ចឹងនៅពេលទៅដល់ពេទ្យក៏កំពុងសង្គ្រោះបន្តនេះអញ្ចឹងទៅសម្រាប់បានមួយថ្ងៃក៏គាត់មកសួរសុខទុក្ខមិត្តភក្តិគាត់ហ្នឹងដែលថាចូលទីពេទ្យហ្នឹងអញ្ចឹងនៅពេលដែលជួបមិត្តភក្តិគាត់ចូលទីពេទ្យហ្នឹងក៏អ្នកដែលនៅសម្រាប់ក្នុងទីពេទ្យហ្នឹងក៏ដើរសាច់រឿងនិយាយថាកំឡុងពេលដែលពួកគាត់រត់ចេញពីខាងក្រៅផ្ទះហ្នឹងណាហើយអញ្ចឹងមាន2នាក់រត់ចូលក្នុងផ្ទះហ្នឹងម្នាក់ដែលបានឃើញខ្វាយកូនក្មេងដែលនិយាយសាច់រឿងលើតុកាហ្វេហ្នឹងណានៅតុហាហ្នឹងគឺគាត់រត់ចេញមកផុតមុនហើយប៉ុន្តែគាត់ដែលនៅក្រៅចាំទីម៉ូតូយកមកហ្នឹងណានៅពេលហ្នឹងគាត់ភ័យពេកក៏គាត់ពេលកំពុងជិះម៉ូតូហ្នឹងគឺមានមនុស្សស្រីជិះពីក្រោយក្នុងគាត់អញ្ចឹងពេលគាត់ភ័យពេកគាត់ក៏ជ្រុលយ៉ាងម៉ូតូហ្នឹងជិះទៅបុកឡានដឹកកវ៉ាន់ណាជិះទៅបុកឡានដឹកកវ៉ាន់ហ្នឹងគឺបុកពេញកំហឹងហ្មងអញ្ចឹងធ្វើឲ្យជើងគាត់ទាំងពីរហ្នឹងគឺបាក់ហ្មងបាក់ទាំងស្រុងហ្មងអញ្ចឹងហើយបានគាត់អាចតាក់ទងទៅដល់ព្រោះពេលហ្នឹងឡានបុកស្លាប់ឯហ្នឹងអញ្ចឹងហើយបានមានអ្នកនៅចិត្តហ្នឹងក៏គេបញ្ជូនគាត់មកទីពេទ្យហ្នឹងបកមកសាច់រឿងថយក្រោយវិញមុនហ្នឹងខ្ញុំបានប្រាប់បងថាមិត្តភក្តិគាត់បានបាត់ចំនួន2នាក់ប៉ុន្តែម្នាក់នៅក្នុងទីពេទ្យហ្នឹងយើងដឹងសាច់រឿងថាគាត់បានបញ្ជូនពីផ្ទះហ្នឹងមកជិះម៉ូតូមកគឺឡានបុកបន្ទាប់មកគេបញ្ជូនមកទីពេទ្យប៉ុន្តែមានម្នាក់នៅក្នុងហ្នឹងដែលថាបាត់រត់អត់ឃើញតាក់ទងអត់បានពួកគាត់ក៏ពិភាក្សាគ្នាមានតែទៅរកគ្រូឬក៏គ្រូទៅថាបើសិនជានៅខ្មែរគេថាទៅជាអាចារ្យឬក៏អ្នកដែលគាត់យល់ដឹងពីរឿងអស់ហ្នឹងណាអញ្ចឹងនៅពេលហ្នឹងក៏មានគ្រូគាត់មកសូត្រអីនៅក្នុងផ្ទះហ្នឹងអញ្ចឹងណាមកសូត្រដើររមានប៉លិសអីដើររដើរជុំវិញផ្ទះហ្នឹងគឺរអត់ឃើញទេក៏គ្រូនឹងមកដល់គាត់សូត្រលេខសូត្រកាត់ទៅស្រាប់ពួកគាត់ហ្នឹងដើរទៅក្រោយផ្ទះភាសាទៀតស្រាប់តែឃើញមកគាត់មួយទៀតកំពុងតែដេកនៅដីនៅខាងក្រោយផ្ទះហ្នឹងកន្លែងហ្នឹងគឺពួកគាត់គាត់រ2ថ្ងៃឯងរអត់ឃើញទេប៉ុន្តែដល់ទៅពេលគ្រូមកដល់គ្រូសូត្រប្រុសទៅស្រាប់តែឃើញមិត្តភក្តិកំពុងតែដេកនៅដីនៅខាងក្រោយហ្នឹងតែពេលដែលឃើញមិត្តភក្តិហ្នឹងហើយក៏ពួកគាត់នាំឲ្យមិត្តភក្តិគាត់ហ្នឹងឲ្យគ្រូស្រោចទឹកស្រោចអីចឹងទៅក៏សម្រាប់បានមួយថ្ងៃក៏គេសួរអ្នកដែលបាត់ខ្លួនមួយទៀតហ្នឹងថាមានរឿងអីកើតឡើងអញ្ចឹងអ្នកដែលបាត់ខ្លួនមួយទៀតហ្នឹងក៏លើកសាច់រឿងខ្ញុំមកនិយាយថានៅថ្ងៃទី1ហ្នឹងគាត់បានធ្វើខុសនៅថ្ងៃទី1ដែលគាត់ចូលមកដល់ផ្ទះហ្នឹងភ្លាមគាត់ឃើញដីនៅក្រោយផ្ទះហ្នឹងឃើញដូចគេពូនដីនៅក្រោយផ្ទះហ្នឹងក៏គាត់ឆ្ងល់គាត់យកជើងគាត់ហ្នឹងទៅឆ្កឹះអាដូចដីយ៉ាងពូនដូចភ្នំពូនទូចមួយអញ្ចឹងណាគាត់យកជើងគាត់ទៅឆ្កឹះហើយគាត់នោមដាក់ពីលើកន្លែងហ្នឹងប៉ុន្តែកន្លែងហ្នឹងជាក់ស្ដែងទៅមិនមែនគ្រាន់តែជាដីពូនធម្មតាទេប៉ុន្តែកន្លែងក្រោយផ្ទះហ្នឹងជាភ្នោកូនក្មេងណាជាភ្នោកូនក្មេងដែលដូចគេកប់ក្រោយផ្ទះអញ្ចឹងណាជាធម្មតានៅនេះអ្នកដែលគាត់ស្លាប់ហើយប្រពៃណីនេះគឺកប់គឺអត់មកទេគឺកប់ណាអញ្ចឹងប្រហែលជាអាចថាពីដើមឡើយគេអាចថាកប់ភ្នោនោះគឺនៅក្រោយផ្ទះគេហ្មងអញ្ចឹងគឺនៅពេលដែលគាត់មកដល់គាត់នឹងខ្លាចនឹងជាភ្នោទេដោយសារតែវាអត់មានសញ្ញាអីមួយដែលសម្គាល់ថានឹងជាភ្នោហើយម្ចាស់ទេក៏អត់បាននិយាយប្រាប់គាត់មិនដឹងក៏ចេះយកជើងទៅឆ្កឹះនៅពីថាដូចមនុស្សនេះអញ្ចឹងនៅថាឆ្ងល់យកជើងទៅឆ្កឹះអីយ៉ាងទៅមិនតែឆ្កឹះឲ្យនោមដាក់ពីលើកន្លែងទៀតអញ្ចឹងហើយបានឲ្យគាត់នឹងជួបរឿងហ្នឹងកើតឡើងអញ្ចឹងនៅពេលដែលគាត់បានជួបជាមួយមិត្តភក្តិគាត់វិញទាំងពីរនាក់ហើយបន្ទាប់មកក៏ពួកគាត់ពិភាក្សាគ្នាសម្រាប់ចិត្តមើលទៅគាត់ប្រហែលជាអត់អាចរស់នៅនឹងបានទេអញ្ចឹងមានតែសម្រាប់ចិត្តនិយាយជាមួយនឹងម្ចាស់ផ្ទះដើម្បីប្រាប់សាច់រឿងថារឿងអីកើតឡើងអញ្ចឹងណានៅពេលដែលគាត់ប្រាប់ម្ចាស់ផ្ទះហើយក៏គាត់សុំចេញសុំអីអញ្ចឹងហើយក៏គាត់សួរនាំជួយម្ចាស់ផ្ទះថាវាមានរឿងអីឲ្យប្រកាសបានមានរឿងដល់ថ្នាក់ហ្នឹងហើយផ្ទះហ្នឹងមានរឿងអីប្រកាសអញ្ចឹងណាមុនដំបូងមីងម្ចាស់ផ្ទះហ្នឹងគឺគាត់ប្រកែកទេគាត់ថាអត់ទេផ្ទះគាត់សុខសប្បាយផ្ទះគាត់មានរឿងអីទេមិនបានមកនិយាយផ្ទះគាត់អញ្ចឹងណាក៏មកភ័ក្រគាត់ហ្នឹងនាំគ្នាសម្លុតអ៊ីម្ចាស់ផ្ទះហ្នឹងគាត់ថាបើសិនមកជាគាត់នៅតែអត់ព្រមប្រាប់សាច់រឿងថាមានរឿងអីកើតឡើងចឹងទេគឺដឹងតែពួកគាត់ហ្នឹងផុសនៅលើបណ្ដាញសង្គមឲ្យគេដឹងហ្មងថាផ្ទះហ្នឹងមានរឿងអីចឹងណាពីព្រោះរហូតដល់ឲ្យមិត្តភ័ក្តិគាត់ដល់ទៅ2នាក់មានបញ្ហាមួយបាក់ជើងទាំងស្រុងនៅមន្ទីរពេទ្យហើយមួយទៀតដូចមនុស្សទៅសាយប្រសាទអញ្ចឹងណាលើវាថាដូចទៅជា
ប្រហែលថ្ងៃដែលបានខ្លួននឹងទៅជាវិញប្រព័ន្ធនិយាយអីលេខដឹងអីចឹងណាគឺរឿងនេះវាកាត់ឡើងមកវាធ្ងន់ធ្ងរអត់អាចថាអត់មានរឿងអីបានទេនេះជាអ្វីដែលម្ចាស់ផ្ទះនិយាយប្រាប់មកវិញសម្រាប់មីម្ចាស់ផ្ទះហ្នឹងគាត់មិនមែនជាម្ចាស់ដើមទាំងស្រុងដែលគាត់ទិញផ្ទះហ្នឹងហ្មងដើម្បីសាងសង់ទេមែនទេគឺគាត់បានទិញផ្ទះហ្នឹងតពីគេមកតង់ទៀតដែរដែលកំឡុងពេលហ្នឹងគេលក់ផ្ទះហ្នឹងតម្លៃធូរថ្លៃហើយគាត់ក៏បានទិញផ្ទះហ្នឹងអញ្ចឹងនៅពេលដែលគាត់ចូលមកនៅក៏មានរឿងកើតឡើងជាច្រើនដែលគាត់អាចរស់នៅផ្ទះហ្នឹងក៏គាត់ដាក់ផ្ទះហ្នឹងជួលពីមួយទៅមួយជួលពីមួយទៅមួយគឺអត់មានអ្នកណាគេរស់នៅផ្ទះហ្នឹងលើសពីមួយខែទេអាហ្នឹងជាហេតុផលដែលគាត់បានប្រាប់ទៅខាងបងដែលគាត់មកនៅហ្នឹងថាមិនបាច់ឲ្យយកអបែបានមកច្រើនទេដើម្បីថាពេលរើចេញទៅវិញក៏បាច់ពិបាករើចេញអាហ្នឹងដូចជាសញ្ញាមួយដែលគាត់បានប្រាប់តែគាត់បានប្រាប់ទាំងស្រុងថាវាមានរឿងអីកាត់ឡើងអញ្ចឹងក៏គាត់និយាយថានៅពេលដែលអ្នកមកជួលនៅពីម្នាក់ទៅម្នាក់ពីម្នាក់ទៅម្នាក់នៅជាតែនៅអត់សុខអញ្ចឹងឲ្យគាត់នៅខ្លួនឯងក៏នៅមិនសុខក៏គាត់សម្រាប់ចិត្តស៊ើបពីប្រព័ន្ធផ្ទះហ្នឹងប៉ុន្តែបញ្ជាក់តិចមិនមែនប្តីនឹងសម្រាប់ប្រពន្ធឲ្យខ្លួនឯងហូតទេណាអត់ទេបានថាគឺអ្នកជិតខាងដែលថានៅពេលដែលគាត់ឈ្លោះគ្នាកាប់ចាក់គ្នាហ្នឹងគឺអ្នកនៅជិតខាងគេមើលឃើញដែរមើលឃើញថាសម្រាប់គ្នាទៅវិញទៅមកអញ្ចឹងណាប៉ុន្តែនៅពេលដែលបលិកទៅរកសាកសពទៅគឺអត់មានឃើញសាកសពប្តីទេរកឃើញតែសាកសពប្រពន្ធតែប៉ុណ្ណោះអញ្ចឹងបន្ទាប់ពីហ្នឹងមកក៏នៅពេលដែលរបៀបប្រពន្ធគាត់អត់មានសាច់ញាតិអីទេក៏របៀបផ្ទះហ្នឹងក៏គេសេងយកឡើងមកក៏គេលូកឡាយឡងទៅក៏បានមីងនឹងម្ចាស់ផ្ទះហ្នឹងក៏គាត់ទិញផ្ទះហ្នឹងមកនៅក៏អត់ដឹងដែលគាត់អ្នកខេតដែរគាត់មកទិញមកក៏អត់ដឹងពីផ្ទះនៅក្នុងក្រុងណាពីព្រោះផ្ទះហ្នឹងរហូតមកដល់ឥឡូវគេបាន renovation របៀបដូចគេកែច្នៃថ្មីហើយផ្ទះហ្នឹងនៅបន្តដាក់ជួលរហូតមកដល់ឥឡូវហ្នឹងហើយម្ដុំហ្នឹងអ្នកណាក៏គេដឹងដែរថាផ្ទះហ្នឹងគឺជាផ្ទះដែលលោងណាដែលលោងខ្លាំងហ្មងរហូតមកដល់សប្តាហ៍ហ្នឹងគ្រាន់តែថានៅពេលដែលឥឡូវនេះគឺគេបានកែផ្ទះនោះទៅជាផ្ទះថ្មីអាចថាអ្នកខ្លះគាត់អត់ចាំណាពីព្រោះរូបរាងដូរទាំងស្រុងហើយខ្ញុំក៏អត់ដឹងថាសប្តាហ៍ហ្នឹងមានអ្នកជួលនៅទៀតអត់ខ្ញុំក៏អត់ដឹងដែរអញ្ចឹងសរុបសេចក្តីមកនៅពេលដែលពួកគាត់បានដឹងរឿងទាំងអស់ហ្នឹងហើយក៏ម្ចាស់ផ្ទះបានសុំទោសគាត់ក៏ជូនលុយពួកគាត់វិញខ្លះអញ្ចឹងទៅប៉ុន្តែ2ខែក្រោយពីគាត់រើផ្ទះនឹងចេញដំណឹងដែលគួរឲ្យសោកស្ដាយបំផុតហ្នឹងគឺមិត្តភក្តិគាត់ម្នាក់ដែលគាត់នៅក្នុងមន្ទីរពេទ្យដែលបាក់ជើងហ្នឹងគាត់ទទួលមរណភាពពីព្រោះថានៅពេលដែលគាត់ដឹងថាខ្លួនឯងបាក់ជើងត្រូវពិការជើងទាំងពីរសងខាងតែវាដូចគាត់ទទួលយករឿងហ្នឹងអត់បានអញ្ចឹងណាវាទៅជាមានជំងឺ depression អញ្ចឹងទៅក៏គាត់ទទួលយកអត់បានក៏ស្លាប់បន្ទាប់ពី2ខែដែលមានរឿងនឹងកាត់ឡើងមកហើយបន្ទាប់ពីនឹងមកទៀត2ខែកន្លងពីអ្នកទី1ដែលស្លាប់ហ្នឹងនៅក្នុងទីពេទ្យហ្នឹងបងមួយដែលដាប់នៅក្រោយផ្ទះហ្នឹងណាក៏បងហ្នឹងក៏គាត់ស្លាប់បន្តទៅទៀតគាត់ជាមានសំណួរសួរថាហេតុអីបានគ្នារហូតដល់6នាក់ហេតុអីស្លាប់តែ2នាក់ហ្នឹងហេតុអីអ្នកផ្សេងទៀតដូចពេលដែលចេញពីផ្ទះហ្នឹងហើយអត់មានបញ្ហាអីកើតឡើងហើយក៏អត់មានខ្មោចតាមក៏អត់មានអីតាមទាំងអស់អញ្ចឹងខ្ញុំបកសាច់រឿងឡើងមកលើវិញទាំងអស់នៅថ្ងៃទី1ដែលចូលទៅនៅផ្ទះហ្នឹងបង2នាក់ដែលមួយចូលមន្ទីរពេទ្យដែលបាក់ជើងហ្នឹងហើយនឹងមួយដែលដេកទៅក្រោយផ្ទះហ្នឹងនៅពេលទៅដល់ផ្ទះហ្នឹងថ្ងៃដំបូងមកអស់គឺគាត់មិនមែនទៅត្រឹមតែយកជើងឆ្កឹះភ្នោឬក៏នោមដាក់ទេគឺគាត់បានយករបៀបដូចអីជីករបៀបដូចប្រដាប់ជីកហ្នឹងគឺជីកភ្នោទាំងស្រុងហ្មងប៉ុន្តែគាត់ជីកកកាយមើលចង់ដឹងថាជាស្អីអញ្ចឹងណាអញ្ចឹងគឺ2អ្នកគាត់នឹងដូចតនេអញ្ចឹងទៅជីកកកាយមើលទៅក៏ដូចជាអត់មានឃើញអីអញ្ចឹងណាក៏គាត់ក៏ទុកកន្លែងដីហ្នឹងគឺចំហចោលរបស់គេហ្នឹងមកគឺអត់មានទីថាទីដីយកមកកាប់វិញឬក៏ដាក់ដីវិញឲ្យល្អដូចដើមនេះគឺអត់ទេគឺគាត់កាយដីនឹងមើលហើយអត់មានឃើញគាត់ទុកចោលអញ្ចឹងហើយក៏មិននោមមិនមែននោមតែម្នាក់គឺនោមទាំង2នាក់ហ្នឹងបងជាហេតុផលដែលធ្វើឲ្យខ្មោចហ្នឹងគឺខឹងសម្បាគាត់2នាក់ហ្នឹងហ្មងសម្រាប់អ្នកគេផ្សេងទៀតគឺគេអត់មានបានធ្វើអីទេគ្រាន់តែគេសម្អាតធម្មតាអញ្ចឹងទេអញ្ចឹងហើយបាន4នាក់ទៀតគឺអត់មានបញ្ហាទេហើយគាត់2នាក់ហ្នឹងគឺមានបញ្ហាហើយសម្រាប់ព្រឹកខ្ញុំនិយាយនេះល្បីរហូតដល់ថ្នាក់មានកសែតចុះជាសាច់រឿងហ្មងណា
មានខ្សែចោះថាមានរឿងអីកាត់ឡើង